បុគ្គលមានលក្ខណៈ5យ៉ាងមិនគួរថែរក្សាអ្នកជំងឺឡើយនេះគឺជាអត្ថបទថ្មីមួយទៀតដែលជាចំណាប់អារម្មណ៍ដ៏ល្អមួយសម្រាប់ធ្វើការអភិវឌ្ឍឬក៏រៀបចំក្នុងដំណើរជីវិតម្យ៉ាងទៀតចាំបាច់ជាទីបំផុតក្នុងការជ្រើសរើសនៅបុគ្គលដែលប្រើប្រាស់បម្រើកិច្ចការងារថែរក្សាអ្នកជំងឺតកតងជាមួយនឹងបុគ្គលមានលក្ខណៈ5យ៉ាងនេះมันអាចថែរក្សាអ្នកជំងឺបានទេដូច្នេះនៅក្នុងក្រសួងសុខាភិបាលគិលានុបដ្ឋាគិលានុបដ្ឋាយិកាក៏มันអាចជាបុគ្គលដែលមានលក្ខណៈ5យ៉ាងនេះដែរប្រសិនបុគ្គលណាមានលក្ខណៈ5យ៉ាងដូចនេះហើយมันអាចថែរក្សាអ្នកជំងឺបានឡើយនឹងគូជាចាំបាច់ដែលយើងត្រូវតែដឹងហើយថ្លឹងថ្លែងពិចារណាបានល្អយ៉ាងល្អិតល្អន់មុននឹងជ្រើសរើសរកបុគ្គលណាឲ្យទៅជាអ្នកថែរក្សាអ្នកជំងឺត្រូវតែប្រាសចាកអំពីលក្ខណៈ5យ៉ាងនេះជាដាច់ខាតទី1បុគ្គលដែលមិនពូកែក្នុងការស្គាល់ថ្នាំប្រើប្រាស់ថ្នាំនឹងមិនអាចបម្រើអ្នកជំងឺបានទេទី2បុគ្គលដែលមិនស្គាល់ការសប្បាយមិនស្គាល់ការមិនសប្បាយនៃអ្នកជំងឺមិនអាចបម្រើអ្នកជំងឺបានទេទី3បុគ្គលដែលមិនអាចនាំចេញនៅការមិនសប្បាយរីករាយនៃអ្នកជំងឺហើយមិនអាចនាំអ្នកជំងឺឬញ៉ាំងអ្នកជំងឺឲ្យឈាំមុខទៅរកការសប្បាយរីករាយបានក៏មិនអាចថែរក្សាអ្នកជំងឺបានដែរទី4បុគ្គលដែលមិនបម្រើអ្នកជំងឺដោយមេត្តាចិត្តបម្រើអ្នកជំងឺព្រោះតែប្រាថ្នាអាមិសប្រាថ្នាលៀបសក្ការៈទាំងមានសេចក្តីខ្ពើមរអើមក្នុងការនាំយកនៅមូតលាមកឬកំអួតកំហាកទឹកមាត់ផ្សេងរបស់អ្នកជំងឺទៅចោលក៏មិនអាចថែរក្សាអ្នកជំងឺបានដែរទី5បុគ្គលដែលមិនមានលក្ខណៈប៉ិនប្រសប់ក្នុងការញ៉ាំងអ្នកជំងឺឲ្យយល់បានឲ្យអាចហ៊ានឲ្យឃ្លាវខ្លាឲ្យរីករាយដោយពាក្យពេចន៍វាចាពាក្យសម្ដីរបស់ខ្លួនតាមវិធីសាស្ត្រណាដែលនាំឲ្យជាប្រយោជន៍នៃការយល់បានដល់ត្រឹមត្រូវនៃអ្នកជំងឺឬក៏មានសេចក្តីឃ្លាវខ្លាបាទឃ្លាវខ្លាមានសេចក្តីអង្អាចមានសេចក្តីរីករាយទៅបានអញ្ចឹងបុគ្គលនោះក៏មិនអាចថែរក្សាអ្នកជំងឺបានដែរនេះគឺជាលក្ខណៈ5យ៉ាងដែលមាននៅក្នុងបុគ្គលណាហើយបុគ្គលនោះមិនអាចជាគិលានុបដ្ឋាយិកាមិនអាចជាគិលានុបដ្ឋាមិនអាចជាអ្នកថែរក្សាអ្នកជំងឺបានដោយល្អប្រពៃឡើយហើយក៏មិនអាចជ្រើសរើសយកមកដើម្បីបម្រើកិច្ចការងារបែបនេះបានដែរពុំនោះទេនឹងទៅជាអន្តរាយវិនាសសាបសូន្យចាកប្រយោជន៍ជាមិនខាននេះគឺជាបទពិចារណាគប្បីសិក្សាស្វែងយល់និងធ្វើការជ្រើសរើសឲ្យបានល្អត្រឹមត្រូវសមស្របតាមភារកិច្ចតួនាទីដែលយើងត្រូវតែសិក្សាស្វែងយល់ឲ្យបានល្អិតល្អន់សូមអរព្រគុណនិងសូមអរគុណ